សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំ Idol ថែទីរ៉ាយថ្ងៃនេះខ្ញុំមានរឿងខ្មោចមួយលើកមកចែកជូនអ្នកទាំងអស់គ្នាស្ដាប់មុនពេលចូលគេងកាលពីខ្ញុំនៅអាយុប្រហែលជា15ឆ្នាំខ្ញុំចូលចិត្តដើរនេសាទណាស់វាជារឿងធម្មតាហើយនៅយុវអ្នកស្រុកស្រែចំការដូចជាពួកខ្ញុំក្រោយពេលដែលដកស្ទូងរួចមានតែដើរនេសាទត្រីបង់សំណាញ់តាមដងស្ទឹងតាមអូរដើរដាក់បង្កៃសន្ទូចដើម្បីបានមកធ្វើជាម្ហូបប្រចាំថ្ងៃមានថ្ងៃមួយនោះខ្ញុំនិងមិត្តភ័ក្តិខ្ញុំចំនួន4នាក់ទៀតបាននាំគ្នាទៅបបកត្រីនៅមាត់ស្ទឹងប្រហែលជាមានចម្ងាយ3គីឡូម៉ែត្រពីផ្ទះឯហ្នឹងក្រោយពីបបកអស់មួយសបកធំឃើញថាម្នាក់សុទ្ធតែទទួលបានត្រីបើអ្នកខ្លះបានតិចនិងអ្នកខ្លះបានច្រើនព្រោះបើអ្នកណាអង្គុយចំកន្លែងដែលមានត្រីដើរច្រើនក៏បានច្រើនជាងគេបន្តិចអ្នកណាសយអង្គុយមិនត្រូវកន្លែងផ្លូវត្រីក៏បានតិចជាងគេទៅនៅវេលាប្រហែលជាម៉ោង1អាត្រៀតខ្ញុំក៏បានងាកទៅមើលមិត្តភក្តិខ្ញុំម្នាក់វាឈ្មោះអាកោកដែលវាអង្គុយនៅក្បែរខ្ញុំឃើញវាដាក់ដងបបកចុះហើយងាកទៅមើលវាឃើញវាដេកលក់ប្រហែលជាវាខ្ជិលហើយព្រោះត្រីមិនសូវស៊ីក៏មិនដឹងខ្ញុំខ្ជិលដែរក៏បណ្ដោយឲ្យវាដេកតាមដំណើរព្រោះបើចិត្តមិនចង់បបកក៏បបកត្រីមិនបានដែររហូតម៉ោង7:02ខ្ញុំឮសូរមាត់ត្រីទាញដងសន្ទូចព្រឹសក្នុងចិត្តចេះតែគិតថាមិនជួទេប្រហែលជាវត្តបានត្រីរស់ធំមួយព្រោះឮសំឡេងខ្លាំងពេលទាញសន្ទូចកំពុងតែរេដងបបកចុះឡើងស្រាប់តែខ្ញុំភ្ញាក់បាស់ដៃបាស់ជើងរហូតរបូតដងរបក់ធ្លាក់ចុះពីលើដៃព្រោះតែខ្ញុំស្លន់នឹងអាកោកដែលវាស្រែកជំទាវជាងនេះទៅទៀតវាក៏ព្រមនឹងស្រែកថាទូកខ្មៅធំណាស់វាកំពុងតែមកហើយប្រញាប់រត់គេចឲ្យលឿនខ្ញុំនិងមិត្តភ័ក្តិខ្ញុំ3នាក់ទៀតកំពុងតែឆ្លេឆ្លាហើយនាំគ្នាបញ្ញាប់រត់ទៅមើលវាពេលឃើញវាស្រែកផងចង្អុលផងដូច្នេះដូចជាវានោះបានឃើញអ្វីពិតមែនអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំនិងមិត្តភ័ក្តិ3នាក់ទៀតអត់មានឃើញអ្វីសោះពួកយើងក៏សន្មត់អាកោកវាមកមើលមកវាយប៉ុន្តែមើលតែអាកោកវាមិនព្រមឈប់ត្រឹមនឹងវាធ្វើជារត់គេចដូចជាមានអ្វីដេញបោកវាអញ្ចឹងមែនពួកយើងឃើញដូច្នេះមិនសូវស្រួលក៏បបួលគ្នាត្រឡប់ទៅផ្ទះវិញបើនៅបបកតទៀតក៏មិនបានដែរព្រោះត្រីវាផ្អើលរត់ពូនស្ងាត់ឈឹងអស់ទៅហើយពួកយើងម្នាក់មិនអស់ចិត្តសោះសង្ស័យតែអាកុកវាប្រឌិតរឿងឡើងមកបញ្ឆោតគ្នាឯងលេងព្រោះវាចង់ទៅផ្ទះក៏មិនដឹងព្រឹកស្អែកឡើងខ្ញុំក៏បានដើរទៅរកអាកុកនៅឯផ្ទះពេលទៅដល់ឃើញវាអង្គុយយំទឹកភ្នែកយំសម្បោហៀទាំងទឹកមាត់ដូចមនុស្សស្គួតបន្តិចវាយំបន្តិចវាសើចជួនកាលវាប្រាប់ឲ្យមនុស្សនៅក្បែរវារត់គេចដោយសារស្រែកថាទូកខ្មៅមកហើយរត់ឲ្យលឿនក្នុងថ្ងៃជាមួយគ្នានោះអាកុកវាបានប្រាប់ម៉ែវាថាវាចង់ស៊ីមាន់ស្ងោរស្ទើឆ្អិនស្ទើឆៅម្ដាយរបស់វាក៏យកមកឲ្យតែវាប្រាប់ថាមាន់ស្ងោរតែមួយវាស៊ីមិនគ្រាន់ទេតតែ3 4ឯណោះបានវាស៊ីគ្រាន់អ្នកស្រុកខ្លះនិយាយថាអាកោកវាភ្លើឥតបត់ធ្វើតែមិនដឹងមិនឮទៅវាបានជាបាត់ទៅហើយអាកោកមិត្តសម្លាញ់ខ្ញុំវាមានអាការៈបែបនេះជាប់គ្នាប្រហែលជា 2-3 ថ្ងៃសុកវាក៏បានស្លាប់ទៅដោយគ្មានមូលហេតុប៉ុន្តែនៅពេលដែលពិនិត្យមើលទៅលើរាងកាយរបស់វាឃើញមានស្នាមជាំដូចមនុស្សវាយដំច្រំអីវាអញ្ចឹងពិសេសនៅនឹងបាតជើងរបស់វាមានស្នាមជាំខៀវយ៉ាងធំចម្លែកតាមមនុស្សចាស់នៅចិត្តខាងប្រាប់ថាអាកុកត្រូវខ្មោចព្រាយយកទៅនៅជាមួយខ្ញុំទៅតែគិតឃើញថាខ្មោចព្រាយដែលយកអាកុកទៅជាមួយនោះគឺប្រកាសជាព្រាយជីកទូកខ្មៅមួយគ្រឿងដែលអាកុកវាឃើញនោះហើយចាប់ពីពេលនោះមកខ្ញុំនិងមិត្តភ័ក្តិក៏លែងហ៊ានទៅបបកត្រីនៅស្ទឹងនោះទៀតព្រោះខ្លាចបានទៅនៅជាមួយអាកុកនៅស្ទឹងនោះដែរ
ពី5ឆ្នាំមុនខ្ញុំធ្លាប់ត្រូវខ្មោចលងម្ដងខ្ញុំភ័យដល់ថ្នាក់ឈឺខ្មោចនោះមិនបានលងឲ្យឃើញរូបរាងកាយសាហាវអ្វីទេតែមកពីខ្ញុំខ្លាចពេកខ្ញុំបានឃើញត្រឹមតែរូបរាងអង្គុយយំនៅក្រោមដើមព្រីងក្បែរផ្លូវដើរមួយកន្លែងខ្មោចនាងស្លាប់ទៅដោយសារខុសទំនំក្នុងរឿងស្នេហានាងត្រូវសង្សារកំឡោះបោកប្រាស់គេទាំងពីរនាក់ខូចគ្នារហូតដល់មានកូនរួចហើយខាងប្រុសកិច្ចវេះមិនព្រមរៀបការជាមួយនាងធ្វើឲ្យបែកបាក់រឿងអាស្រូវពេញស្រុកភូមិនាងខ្មាស់គេពេកក៏បានលេបថ្នាំសម្លាប់ខ្លួនទៅទាំងមានកូននៅក្នុងពោះអាយុប្រហែលជា5ខែហើយឪពុកម្ដាយនិងក្រុមគ្រួសាររបស់នាងក៏បានរៀបចំពិធីបុណ្យសពបូជានាងរួចរាល់តាមប្រពៃណីគ្រប់យ៉ាងប៉ុន្តែភាពខុសបំណងរបស់នាងបានធ្វើឲ្យនាងស្លាប់ទៅទាំងមិនអស់ចិត្តក្រោយពីសពរបស់នាងបានបូជារួចមានអ្នកស្រុកភូមិជាច្រើនអ្នកព្រមទាំងខ្ញុំផងដែរបានឃើញនាងអង្គុយយំនៅក្រោមដើមព្រីងក្បែរកន្លែងបូជាសពរបស់នាងដើមព្រីងនោះនៅចម្ងាយពីផ្លូវដើរប៉ុន្មានទេទើបធ្វើឲ្យខ្ញុំរត់ចង់បាក់កពេលដើរឆ្លងកាត់ត្រង់នោះម្ដងបើសិនបើពេលនោះខ្ញុំរត់មិនរួចនឹងត្រូវដួលប្រហែលជាខ្ញុំត្រូវធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ថ្នាក់មើលមិនជាផងក៏ថាបានដែរតែសំណាងល្អតែថ្ងៃនោះខ្ញុំមិនដួលរឿងនោះមានដូចតទៅថ្ងៃមួយខ្ញុំទៅផ្ទះមិត្តដើម្បីបបួលមិត្តធ្វើកិច្ចការសាលាដែលគ្រូដាក់ឲ្យមកធ្វើនៅផ្ទះថ្ងៃនោះខ្ញុំត្រឡប់មកយកបន្តិចព្រោះអាងថាមិត្តគេឲ្យខ្ចីកង់ជិះមកផ្ទះពេលជិះកង់មកដល់ដើមព្រីងនោះខ្ញុំហាក់ដូចជាមានអារម្មណ៍មិនសូវល្អសោះតាំងចិត្តថាមិនសម្លឹងសម្ដៅទៅដើមព្រីងនោះទេប៉ុន្តែភ្នែកខ្ញុំវាទ្រាំមិនបានខ្ញុំគ្រាន់តែចោលកន្ទុយភ្នែកទៅបន្តិចប៉ុណ្ណោះក៏ស្រាប់តែឃើញនាងអង្គុយជ្រកនៅក្រោមដើមព្រីងកំពុងតែយំខ្សឹបខ្សួលយកដៃជូតទឹកភ្នែកដូចកូនក្មេងខ្ញុំប្រញាប់ធាក់កង់ឡើងញាប់ស្មេទៀងញញីញញ័រនៅម្ដុំនោះដីខ្សាច់ពិបាកជីកទៀតខ្ញុំហើបគួតពីកែបធាក់ឡើងលាន់ច្រវាក់ក្រឹតក្រឹតអីក៏កំពុងតែខ្លាចផងអាកង់ត្រូវជ្រុះច្រវាក់ទៅទៀតខ្ញុំក្តៅចិត្តពេកក៏បដូរកង់ចោលដាក់មេផាយចោលកង់ប្រហែលជា 4-10 ម៉ែត្រគិតថាស្អែកចាំមកយកប៉ុន្តែនៅពេលងាកក្រោយម្ដងទៀតស្រាប់តែបាត់រូបរាងខ្មោចនោះទៅវិញខ្ញុំខំប្រឹងស្មារតីរត់បកមកយកកង់វិញហើយអូសវាដាក់មេផាយសម្ដៅទៅផ្ទះឡើងហុយដីត្រឡោមអ្នកភូមិមួយចំនួនដែលបានឃើញខ្ញុំគេនាំគ្នាសើចព្រោះពួកគេគិតថាខ្ញុំនេះមានកង់ហើយមិនព្រមជិះបែរជារត់អូសកង់ទៅវិញពេលទៅដល់ផ្ទះខ្ញុំឈឺច្រើនថ្ងៃទម្រាំអាចទៅរៀនបានអ្នកស្រុកអ្នកភូមិខ្លាចនាងណាស់ទោះបីជានាងមិនបានធ្វើអ្វីអ្នកណាក៏ដោយព្រោះនាងគ្រាន់តែបង្ហាញរូបរាងឲ្យឃើញក្នុងសភាពទ្រពមុខយំយ៉ាងសោកសៅប៉ុណ្ណោះនៅក្រោមដើមព្រីងនោះមានកូនក្រែកញ្ចាស់មួយដែលនាងតែងតែអង្គុយយំនៅលើក្រែនោះអ្នកភូមិមួយចំនួនបាននាំគ្នាសំណុំពរទៅឪពុកម្ដាយរបស់នាងឲ្យរុះរើក្រែនោះចោលដើម្បីកុំឲ្យនាងអង្គុយយំលងគេនៅទីនោះទៀតក្រោយពីលើក្រែនោះចេញបាត់ក៏នៅតែមានអ្នកឃើញនាងយំនៅក្រោមដើមព្រីងនោះដដែលអ្នកស្រុកភូមិមានការភ័យខ្លាចខ្លាំងណាស់ក៏សំណុំពរឲ្យឪពុកម្ដាយរបស់នាងកាប់ដើមព្រីងនោះចោលប៉ុន្តែឪពុកម្ដាយរបស់នាងប្រាប់ថាស្ដាយវាទុកគ្រាន់ជាម្លប់នៅរដូវក្តៅពិសេសរដូវច្រូតកាត់មានតែដើមព្រីងនោះឯងដែលផ្ដល់ម្លប់សម្រាប់សម្រាកនៅពេលថ្ងៃអ្នកភូមិមួយចំនួនមិនពេញចិត្តទេដោយចោទថាឪពុកម្ដាយរបស់នាងជាចាំខ្មោចយូរទៅដោយគេចេះតែនិយាយចេះចោះឪពុកម្ដាយរបស់នាងទ្រាំនឹងសម្ដីរបស់គេមិនបានក៏កាប់ដើមព្រីងនោះចោលចាប់ពីថ្ងៃនោះមកប្រជាជនក្នុងភូមិទាំងអស់ក៏លែងមានអ្នកណាឃើញខ្មោចនាងយំតទៅទៀតហើយប៉ុន្តែព្រះសង្ឃនៅវត្តប្រាប់ថានាងមកនៅគល់ស្វាយក្បែរអណ្ដូងទឹកក្រោយសាលាឆាន់ព្រោះយប់ជ្រៅតែងតែឮសំឡេងមនុស្សស្រីយំនៅទីនោះអ្នកភូមិអាណិតនាងក៏មានច្រើនអ្នកដាក់បណ្ដាសានាងក៏មានច្រើនដែរអ្នកអាណិតនាងក៏គេទៅដាក់បាតស្រោចទឹកបញ្ជូនកុសលឲ្យចំណែកឯអ្នកស្អប់គេនាំគ្នាជេរបញ្ជូនទៅឲ្យដែរព្រោះគេស្អប់នាងមានផ្ទៃពោះគ្មានឪពុកហើយគិតខ្លី
ព្រះសង្ឃដែលបានឮសំឡេងនាងយំគឺលោកតាណមយប់មួយលោកតាឈរនៅមុខបង្អួចកត់ដែលបែរទៅដើមស្វាយលោកតាបានឮសំឡេងកំពុងតែអង្គុយយំ ព្រមទាំងបានប្រាប់ឲ្យនាងទៅចាប់ជាតិចាប់កំណើតទៅកុំរវល់តែខូចចិត្តយំសោកស្ដាយស្រណោះអីទៀតស្លាប់ទៅហើយល្មមទៅកើតជាថ្មីភពថ្មីចោះក្រោយពីប្រាប់ដូច្នេះហើយលោកតាក៏សូត្រមន្តពង្រីកចិត្តមេត្តាទៅកាន់ដួងវិញ្ញាណរបស់នាងសំឡេងរបស់នាងយំក៏បាត់ទៅបន្តិចម្ដងឈប់បានឮតទៅទៀតតាំងពីយប់នោះរហូតមកអ្នកស្រុកភូមិនិយាយថាខ្មោចស្លាប់ទាំងទុកព្រួយដូចជានាងនេះជាធម្មតាកាចណាស់មានតែខ្មោចនាងទេដែលស្លូតក្រនបើដែលសូវលៀនអណ្ដាតបើកភ្នែកក្រឡោតដើរលងគេលងឯងនាងគ្រាន់តែអង្គុយយំសោកសង្រេងតែម្នាក់ឯងប៉ុណ្ណោះរឿងបាបបុណ្យប្រកាសជាមានពិតមែនអ្នកណាសាងអំពើបាបច្បាស់ជាទទួលនៅផលកម្មស្នងមកវិញបើមិនជាតិនេះឬក៏ជាតិក្រោយវាមិនខុសពីអ្វីដែលយើងយកគ្រាប់ដំណាំទៅដាំនៅចំការនោះទេបើយើងយកគ្រាប់ល្ពៅទៅដាំវាច្បាស់ជាដុះចេញមកល្ពៅកប់គ្រាប់ត្រសក់ចេញមកច្បាស់ជាគ្រាប់ត្រសក់យ៉ាងណាមិញផលកម្មដូចគ្នាបើយើងប្រព្រឹត្តបាបបានបាបបើយើងប្រព្រឹត្តបុណ្យបានបុណ្យតាមតិចតាមច្រើនរបស់អ្នកសាងជាស្ដែងដោយលោកអ៊ំចឹមគាត់មានអាយុ60ឆ្នាំគត់ប្រហែលជាមានបាបជាប់ខ្លួនមកពីជាតិមុនទៅជាតិនេះគាត់ខ្លាយទៅជាមនុស្សគោថ្លង់ស្ដាប់អ្វីមិនឮដូចគេពេលគាត់និយាយជាមួយអ្នកដទៃគាត់ស្រែកខ្លាំងរួចហើយគាត់ក៏បានយកដៃក្តោបត្រចៀករបស់គាត់ដើម្បីផ្ទៀងស្ដាប់សំឡេងឆ្លើយតបមកវិញអ្នកនិយាយជាមួយគាត់ត្រូវជំទាវស្ទើរបែកបំពង់កទើបគាត់ស្ដាប់ឮគាត់ជាមនុស្សចូលចិត្តសម្ដាប់សត្វណាស់ជាពិសេសកីឡារបស់គាត់គឺការស្ទូចត្រីដែលស្ថិតក្នុងអំពើបាបទៀតផងគាត់ពូកែស្ទូចត្រីណាស់ទៅស្ទូចម្ដងត្រឡប់មកវិញបានត្រីពេញទ្រង់មានត្រីផ្ទក់ត្រីអណ្ដែងត្រីឆ្នាំងជាដើមគាត់សម្លាប់ត្រីនិងអង្រែបុកគ្រឿងដាក់តែមួយអង្រែប្រកាច់ត្រលហើយគាត់កាត់ក្បាលនិងធ្វើស្រកាស្ទាត់ជំនាញព្រោះគាត់ធ្លាប់ធ្វើត្រីតែអញ្ចឹងតាំងពីយូរណាស់មកហើយបើរាប់ជាចំនួនត្រីរាប់ពាន់ក្បាលរហូតអ្នកចាស់ទុំដូចគាត់ប្រាប់ថាឈប់សម្លាប់ត្រីទៀតទៅតែគាត់មិនស្ដាប់អ្នកណាទាំងអស់ព្រោះគាត់ចាត់ទុកវាជាអាហាររបស់មនុស្សថ្ងៃមួយអំប៉នមានវ័យប្រហែលគ្នានឹងអំជឹមដែលគាត់បានបបួលគ្នាទៅស្ទូចត្រីយើងគិតទៅស្ទូចឯណាប៉ុនក៏បាននិយាយថាចំការរបស់យាយយាមក្នុងប្រឡាយទឹកក្បែរនោះមានត្រីច្រើនណាស់យើងចូលទៅក្នុងចំការរបស់គេអញ្ចឹងគេមិនថាអីទេឬមិនអីទេប៉ុន្តែកុំទៅនៅពេលថ្ងៃត្រូវទៅនៅពេលយប់បើពេលយប់វិញត្រីច្បាស់ជាស៊ីសន្ទួចខ្លាំងព្រោះវាកំពុងឃ្លានចឹងយកព្រមហើយបុគ្គលក៏បាននាំគ្នាទៅជីកចន្លែនជាមួយគ្នាចាស់ទាំងពីរនាក់នេះមិនគិតពីបាបកម្មអ្វីទេដូចជាត្រូវគ្នាគ្រប់ម៉ាត់គាត់ជីកចន្លែនដាក់ពេញក្រឡដងយកមកធ្វើជានុយត្រីចន្លែនគឺជាសត្វអត់ធ្មត់ណាស់ទោះជាក្តិចឬដាច់ជា2 3កំណាត់ក៏ដោយក៏វានៅតែត្រដោចុះឡើងមិនងាយងាប់យើងមិនបានដឹងដល់ការឈឺចាប់របស់វាទេការពិតវាឈឺចាប់មិនតិចទេមុននឹងងាប់ទៅពេលយកមកដល់តាចាស់ទាំងពីរនាក់កាន់ដងសន្ទូចម្នាក់មួយព្រមទាំងចន្លែនម្នាក់មួយក្រឡដងតើកាត់មកផ្ទះយាយាមហើយក៏ស្រែកប្រាប់ថាយាយាមខ្ញុំសូមចូលកាត់ចំការស្ទូចត្រីបន្តិចណាមានសំឡេងស្រែកតបមកវិញយ៉ាងខ្លាំងថាតាមសម័យចោះតែប្រយ័ត្នពស់ផងក្នុងចំការនេះមានពស់ច្រើនណាស់គាត់ក៏បានឆ្លើយថាមិនអីទេអរគុណច្រើនអ្នកទាំងពីរដើរទៅដល់បានលឺសូរមាត់ត្រីគាត់រកកន្លែងអង្គុយម្នាក់មួយនិងចាប់នុយបិទសន្ទូចបោះទៅក្នុងទឹកយ៉ាងលឿនងាកមកអ៊ំជឹមនោះគាត់បានសាងបាបឡើងទៀតហើយគ្រាន់តែដាក់ដងទឹកភ្លាមក៏វត្តត្រីផ្ទក់មួយប៉ុនកំភួនជើងនៅតែអំប៉នគាត់នៅមិនតាន់ស្ទូចបានត្រីមួយទេផ្ទុយពីអ៊ំជឹមត្រីស៊ីសន្ទូចសុទ្ធតែត្រីធំអំប៉នឃើញដូច្នេះគាត់រអ៊ូប្រាប់អ៊ំជឹមថាខ្ញុំនៅមិនតាន់បានមួយអីសោះនៃទេប៉នបន្តិចទៀតគង់តែបានដូចខ្ញុំអញ្ចឹងអាយ៉ាត្រីស៊ីសន្ទូចខ្ញុំហើយតើ
វាមានកម្លាំងខ្លាំងណាស់វត្តមិនព្រមឡើងទៅវើយអមចំសបាយរីករាយណាស់ព្រោះគាត់កំពុងតែបានត្រីច្រើនតម្រុំវត្តត្រីនេះបានឡើងមករួចអមចំឡើងធ្លាក់ញើសគាត់ទាញខ្សែសន្ទូចអូសត្រីនោះឡើងលើគោកបានយ៉ាងពិតភ័យព្រោះតាំងពីកើតមកមិនដែលបានឃើញត្រីអីធំដល់ថ្នាក់នេះឡើយក្បាលវាប៉ុនចាងបាយថងខ្លួនប៉ុននឹងគល់ភ្លៅរបស់មនុស្សគាត់ចាប់វាឲ្យហាមាត់ដើម្បីលូកដៃចូលទៅដល់ផ្លែសន្ទូចភ្លាមនោះវាក៏ត្របាក់ដៃរបស់អមចំជាប់មិនព្រមលែងទាញយ៉ាងម៉េចក៏មិនរបូតចេញពីមាត់របស់វាធ្មេញដ៏មុតស្រួយរបស់ត្រីផ្ទក់ខាំដៃរបស់អមចំជាប់មិនព្រមលែងទាញយ៉ាងម៉េចក៏មិនរបូតចេញពីមាត់របស់វាដៃរបស់អមចំរហូតឈាមរហាមក៏ស្រែកហៅអំពនឲ្យជួយផងវើយតាប៉នអំពនបានលឺហើយក៏ទម្លាក់ដងសន្ទូចរបស់គាត់ចោលទៀងតក់ស្លុតនិងរត់មករកយ៉ាងលឿនអំពនមកដល់បានឃើញត្រីផ្ទក់យក្សកំពុងតែខាំដៃរបស់មិត្តជាប់ដូច្នេះគាត់ក៏ចាប់ត្រីកន្ត្រាក់យ៉ាងខ្លាំងរហូតរបូតហើយទៀងម្រាមដៃអំចំចេញមកសំឡេងរបស់អំចំស្រែកយ៉ាងកងរំពងដៃរបស់គាត់ដាច់ម្រាមអស់4នៅសល់តែមេដៃមួយប៉ុណ្ណោះត្រីផ្ទក់យក្សនោះវានៅលើគោកនៅឡើយក្របភ្នែករបស់វាមូលខ្លំនិងឡើងក្រហមដូចភ្លើងវាប្រឹងសម្លឹងអំចំថ្លែពេកក្រហមថ្លែរួចវាក៏វាចុះទៅក្នុងប្រឡាយវិញទៅអំពនប្រញាប់នាំមិត្តទៅមន្ទីរពេទ្យដើម្បីឲ្យពេទ្យទេមុខរបួសនឹងត្រូវដេកព្យាបាលនៅមន្ទីរពេទ្យនោះឯងពី3ថ្ងៃក្រោយមកអំពនទៅលេងអ្នកជំងឺនៅពេទ្យព្រមទាំងប្រាប់ថាត្រីមួយក្បាលនោះមិនជាត្រីធម្មតាទេប៉ុន្តែវាជាត្រីខ្មោចត្រីព្រាយវិសាចការដែលជឿថាវាមិនមែនជាត្រីធម្មតាក៏ព្រោះតែក្របភ្នែករបស់វាឡើងក្រហមដូចភ្លើងប្រៀបដូចជាភ្លើងឆេះនៅក្នុងភ្នែករបស់វាគ្មានខុសឡើយចំត្រូវคลายខ្លួនជាអ្នកពិការអស់ម្រាមដៃដល់ទៅ4ម្រាមគាត់នឹកស្ដាយម្រាមដៃឡើងស្រក់ទឹកភ្នែកតក់ព្រមទាំងនិយាយស្បត់នៅចំពោះមុខអំពនថាចាប់តាំងពីពេលនេះទៅមិនសម្លាប់សត្វទីទេជាពិសេសត្រីព្រមទាំងឈប់ស៊ីសាច់ត្រីអស់មួយជីវិតពតលើកដៃទូលក្បាលអនុមោទសាធុ